ថ្ងៃនេះអញសម្រាប់នាងមេស្រីចង្រៃឃើញដល់មនោសញ្ចេតនាប្តីប្រពន្ធទុកជីវិតឲ្យនាងចោះហ៊ានប្រឆាំងនឹងយើងផងនរណានៅទីនោះវីនាងម៉ែកុំប៉ះគាត់ម៉ែវីនាងទាំងពីរនាក់វីឲ្យស្លាប់ពួកឯងចង់ស្លាប់ហើយអាតូចច្រឡឹងមានចេះអីខ្លះមានតែប៉ុណ្ណឹងសោះអាសត្វត្រឆានថ្ងៃនេះឯងស្លាប់មិនខានទេព្រះរាជបុត្រស្ដេចនាគទើបតែកើតវេទមន្តនេះពេលខ្លះពូកែពេលខ្លះក៏មិនពូកែទុកយូរទៅនឹងគ្រោះថ្នាក់ខ្ញុំត្រូវតែប្រញាប់ទៅរាយការណ៍ប្រាប់មាតានាគចប់ហើយវេទមន្តខ្ញុំអស់រលីងហើយត្រឡប់ទៅវាំងនាគលេងបានហើយអ្វីដែលព្រះរាជបុត្រកំពុងសូត្រគឺជាមន្តដុតបំផ្លាញឋានសួគ៌ធម្មពលខ្លាំងអីយ៉ាងនេះព្រះរាជបុត្រទើបតែកើតសោះក៏ចេះបាត់ទៅហើយពិតជាពូជនាគមែនព្រះរាជបុត្រស្ដេចនាគពិតជាអស្ចារ្យណាស់ត្រកូលនាគយើងមានអ្នកស្នងហើយហាគឺមន្តដុតបំផ្លាញឋានសួគ៌តើមានរឿងអីកើតឡើងចំពោះកូននាគរបស់ខ្ញុំឬអូមិនត្រូវទេជាមួយវេទមន្តរបស់នាគគ្មាននរណាអាចប្រៀបផ្ទឹមបានទេហេតុអ្វីបានជាគេសូត្រមន្តនេះឬមួយក៏ជាចៅនាគរបស់យើងមាននរណាម្នាក់កំពុងសូត្រមន្តដុតឋានសួគ៌នេះគឺជាបណ្ដាសាហាមឃាត់របស់ត្រកូលនាគខ្ញុំគ្មាននរណាអាចសូត្របានទេលើកលែងតែព្រះឬក៏ជាបុត្រាទើបនឹងកើតរបស់យើងកូនយើងពិតជាខ្លាំងមែនទើបតែកើតសោះក៏អាចសូត្រមន្តនេះបានទៅហើយយើងត្រូវប្រញាប់ទៅរកកូនរបស់យើងឲ្យឃើញឈប់វីទៅយ៉ាងលូចេញឲ្យឆ្ងាយទៅបែបនេះនាងនឹងស្លាប់មិនខានកុំមកពាក់ព័ន្ធពេលនេះខ្ញុំនឹងការពារអ្នកម្ដងនាងចង្រៃទៅងាប់ទៅដឹងអីការពីដើមបើសិនជានាងស្ដាប់បង្គាប់យើងមិននឹងមានរឿងបែបនេះកើតឡើងទៅព្រះរាជបុត្រតូចឈប់សូត្រទៅមន្តនេះមិនអាចសូត្របានទេមន្តនេះមានថាមពលកំទេចផែនដីបានបើសូត្រចប់នឹងគ្មានអ្វីនៅសល់ឡើយនិយាយអីខ្ញុំស្ដាប់មិនយល់ទេអព្រះឲ្យត្រូវចំណាយពេល5ម៉ោងទើបសូត្រចប់ទម្រាំតែសូត្រចប់ម្ដាយនិងយាយរបស់ទ្រង់ស្លាប់បាត់ទៅហើយហាដូចជាមែនហើយចាប់អាតូចនេះឲ្យខ្ញុំយកលំពេងមកទីនេះឈិនយានសានឯងថោកទាបជាងសត្វត្រឆានទៅទៀតឯងនឹងធ្លាក់នរករន្ទះបាញ់ឯងមិនខានហ៊ានជេរយើងផងប្រកាសជាវីខុសហើយយើងជាបុត្រាសុគ្រាមិននឹងរន្ទះបាញ់យើងបានទៅបងធំបងកុំធ្វើឲ្យព្រះខឹងអីមិនល្អទេបងធំត្រូវព្រះដាក់ទោសហើយកុំអូសទាញពួកយើងអីមិនមែនជាការចៃដន្យទេច្បាស់ជាការចៃដន្យហើយហ៊ានបោកប្រាស់យើងផងចង់ស្លាប់ហើយគឺព្រះនាគយាងមកហើយពិតជាព្រះនាគមែនឬមួយក៏ឪពុករបស់ក្មេងនេះជាព្រះនាគមែនព្រះនាគទូបង្គំខុសហើយទូបង្គំមានភ្នែកគ្មានប្រស្រ័យព្រះនាគសូមទ្រង់កុំខ្ញាល់អីឥឡូវដឹងខ្លាចហើយតាហោះសូមបួងសួងដល់ព្រះនាគសូមកុំខឹងអី
បងធំខ្យល់ឈប់ហើយមិនក៏យើងត្រូវព្រះដាក់ទោសបានទៅយើងគឺជាបុត្រាដែលព្រះជ្រើសរើសយើងធំឡើងជាអ្នកនេសាទតូចតាចខ្លាចជាអធិរាជហៅខ្យល់ហៅភ្លៀងបានក្នុងមួយថ្ងៃនរណាមានសំណាងជាងយើងទៀតបងធំនិយាយត្រូវហើយបងធំជាមនុស្សដែលព្រះចាត់មកបុត្រាសុគ្រាព្រះអង្គទទួលរាជបញ្ជាពីឋានសួគ៌ទោះបីជាព្រះនាងចុះមកក៏ដោយក៏ត្រូវផឹកជាមួយយើងពីរពេងដែរមិនវីទៀតទៅវីនាងឲ្យស្លាប់ទៅនរណាហ៊ានប៉ះម្ដាយខ្ញុំជីវយូសានឈប់ទៅអញកំពុងតែបំពេញច្បាប់ឋានសួគ៌ហើយអញកំពុងតែចង់ស្លាប់យើងថាអញទេដែលចង់ស្លាប់វីនាងឲ្យស្លាប់ឈប់វីទៅម៉ែកូននាគកើតមកមានវេទមន្តខ្លាំងក្លាបែបនេះត្រកូលនាគយើងពិតជាមានសំណាងណាស់សម្រាប់វាឲ្យយើងកុំសម្រាប់កូនខ្ញុំម៉ែឆាប់ទៅអញ្ជើញលោកតាទេវតាជាន់ខ្ពស់មកអបព្រះអើយគឺលោកតាទេវតាជាន់ខ្ពស់គោរពលោកតាក្រោកឡើងលោកតាទេវតាទីបំផុតលោកតាមកដល់ហើយនៅទីនេះមានក្មេងចង្រៃបន្លំខ្លួនជាកូនរបស់ព្រះនាគសូមលោកតាឆាប់ចាប់វាទៅកូនរបស់ព្រះនាគត្រូវហើយគឺក្មេងចង្រៃនឹងហើយព្រះនាគមិនទាន់រៀបអភិសេកផងមានកូននាគមកពីណាហ៊ានមកបោកប្រាស់យើងផងផ្លូវស្លាប់ហើយខ្ញុំជាមនុស្សចំណិតរបស់ព្រះនាគរឿងរបស់ព្រះអង្គខ្ញុំដឹងច្បាស់ជាងគេព្រះនាគគ្មានបុត្រាទេសត្វត្រឆានក្លាហានហ៊ានបន្លំជាកូនរបស់ព្រះនាគផង